បាទសួស្តីបងប្អូនទាំងអស់គ្នាបងប្អូនខ្លះដែលធ្លាប់ជួបប្រទះបញ្ហាទៅលើ Telegram ដែល login អត់បានដល់ពេលដែល login ទៅគឺ Telegram តម្រូវឲ្យបង់ប្រាក់ជាមុនសិនទៅវាផ្ញើលេខកូដឲ្យបងប្អូនត្រូវបិទ Wi-Fi នឹងសិនបន្ទាប់មកបើក 4G ហើយបងប្អូនលុប app Telegram នឹងចោលបាទលុប app Telegram នឹងចោលសិនទៅហើយបន្ទាប់មកបងប្អូនធ្វើការ download វាជាថ្មីវិញហើយ download ហ្នឹងគឺយើង download ដោយប្រើប្រាស់ 4G បងប្អូនបញ្ជាក់ណាគឺអត់ប្រើ Wi-Fi ទេគឺប្រើ 4G បាទហើយបន្ទាប់ពីបងប្អូន download ហើយបងប្អូនអាចធ្វើការ log in បាទ log in លេខទូរស័ព្ទបងប្អូនអាចាស់ហ្នឹងឬក៏បង្កើត account ថ្មីនៅទូរស័ព្ទថ្មីបានបងប្អូនណាគឺវានឹងផ្ញើសារមកកាន់លេខទូរស័ព្ទតែម្ដងវាអត់ទាមទារឲ្យយើងបង់ប្រាក់ដូចពេលមុនទេបងប្អូនគឺយើងគ្រាន់តែបើក 4G ហើយយើង download app Telegram នឹងថ្មីបន្ទាប់មកយើងធ្វើការ log in ដោយប្រើ 4G នឹងជាថ្មីម្ដងទៀតមកគឺអាចបើកដំណើរការមុខងារ Telegram របស់យើងជាថ្មីបានហើយបងប្អូន